ตาบรรลัยนาคลาได้เมียนกุนประโยชน์จุดพวกสกปรกบ่ส่งกรุ๊ปจุดเดียบสู้ลูกยายลูกกาอมภูมิบางปอนต่างๆเนี่ยจะตีกรุ๊ปสลายรอบอันบ่วิดีโอบอกยมเจนบรรทอแต่ต้องจมวยหนึ่งการวิธีสกปรกครูซาขยมหนึ่งเนี่ยหายไงนี้ชมช่วยการดอสรองในอัตบัตมวยตีหายปีองการสกปรกปีพบโลกบานนี่เยอะย่อมปีบรรลัยได้ในปฏิกรรมผู้เชี่ยวบอกเยอะนึงเมียนประโยชน์จุดพวกสกปรกบางปอนถลบดังเทถลบลือเทจนcácบางปอนไอ้ยังหนุ่มเหล่านี่ยัยไตแต่บรรลัยนั่นนะบางปอนบรรลัยបាទក្នុងនោះខ្ញុំសូមធ្វើការរៀបរាប់តែម្ដងមានបន្លែមួយចំនួនដែលបងប្អូនទាំងអស់គ្នាមើលរំលងប៉ុន្តែមានប្រយោជន៍ខ្លាំងណាស់បងប្អូនស្គាល់តកូនទេបាទតកូនណាត្រកូនយើងហ្នឹងបងប្អូនបាទតកូនគឺមានប្រយោជន៍ដែលមានចិត្តដែកដ៏ល្អសំខាន់ចំពោះរាងកាយរបស់បងប្អូនទាំងអស់គ្នាបាទការ៉ុតឆែតថាវគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរបស់បងប្អូនទាំងគ្នាទៅលើភ្នែកនិងការពង្រឹងប្រព័ន្ធការពារផងដែរខ្ទឹមបារាំងខ្ទឹមសរបស់យើងហ្នឹងក៏មានចំណែកជួយឲ្យសុខភាពរបស់បងប្អូនទាំងគ្នាជាពិសេសកាត់បន្ថយនៅសម្ពាធសរសៃឈាមផងដែរបាទជីគ្រប់ប្រភេទណាមានជីរណាជីសង្នាងវងជីសង្ហុំជីអីហ្នឹងគឺវាមានកំណត់ត្រាជួយទៅដល់សុខភាពមនុស្សជាតិទៀតផងបងប្អូនទាំងគ្នាល្អមែនតើអញ្ចឹងបន្លែពណ៌បៃតងមួយចំនួនមានស្ពៃមានផ្ទីបាទមានត្រកួនគឺសុទ្ធតែជាបន្លែល្អសម្រាប់សុខភាពរបស់បងប្អូនទាំងគ្នានៅក្នុងនោះក៏មានជីដែរណាបងប្អូនទន្លឹះដើម្បីឲ្យទាញយកប្រយោជន៍បានយ៉ាងល្អគឺសូមធ្វើការណែនាំតាមរយៈមានវិធីប្រមាណប្រភេទជា2ប្រភេទបងប្អូនទាំងគ្នាណាការទទួលទានបងប្អូនអាចទទួលទានតាមរយៈស្រស់ក៏បានបងប្អូនស្គាល់ពាក្យថាស្រស់ទេបាទសូមទោសផងណានិយាយពាក្យថាស្រស់គឺចង់សំដៅថាបងប្អូនអាចស្រស់ហើយលក់ជាមួយនឹងទឹកគ្រឿងឬក៏បាទអកផុកអីចឹងទៅណាបងប្អូនណាក៏ទទួលទានបែបនេះក៏មានប្រសិទ្ធភាពនិងប្រយោជន៍ចំពោះរាងកាយដែរទី2គឺបងប្អូនទាំងអស់គ្នាអាចយកទៅចម្អិនតាមរយៈធ្វើជាម្ហូបអាហារផ្សេងមានឆាមានសឡអីចឹងទៅណាបងប្អូនណាក៏មានប្រយោជន៍ចំពោះសុខភាពដែរប៉ុន្តែមានអាហារមួយទៀតដែរនោះគឺលក់ជាលក់បងប្អូនគឺអត់ចាំបាច់ស្រស់អត់ចាំបាច់ទេគឺឆៅនឹងហូបទៅគឺវាមានប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនផងដែរក្នុងនោះតាមរយៈអង្គការសុខភាពពិភពលោកបានបញ្ជាក់ថាប្រសិនបើបងប្អូនទាំងនេះទទួលទានអាហារទាំងអស់នេះបន្លែផ្លែឈើរបស់ស្រុកខ្មែរយើងនឹងតែអត់មានជាតិគីមីគឺនឹងជួយកាត់បន្ថយជំងឺរហូតដល់ទៅ70%ឯណោះនេះបើសិនបើតាមអ្វីដែលអង្គការបានបញ្ជាក់ណាបងប្អូនទាំងនេះបាទអញ្ចឹងបន្លែល្អសុខភាពល្អបាទបន្លែល្អគឺសុខភាពល្អតែម្ដងបាទអញ្ចឹងវីដេអូនេះគឺខ្លីប៉ុណ្ណឹងបងប្អូនទាំងគ្នាបាទបើសិនជាយល់ឃើញថាវីដេអូនេះមានប្រយោជន៍សូមជួយ like ជួយ share ហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណជម្រាបលា